ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំធ្វើម្ហូបពីរមុខចាគឺបុកទឹកគ្រឿងត្រីខកំប៉ុងហើយមួយមុខទៀតគឺត្រីឆ្ពិនចៀនញ៉ាំជាមួយនឹងអំពិលដំទឹកប្រហុកចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយជាមួយនឹងការធ្វើម្ហូបទាំងពីរមុខនេះជាមួយនាងខ្ញុំទាំងអស់គ្នាចាចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមធ្វើបុកទឹកគ្រឿងមុនចាហើយបុកទឹកគ្រឿងត្រីខនេះដែរបងប្អូនគឺនាងខ្ញុំត្រូវស្ងោរប្រហុកមុនចាហើយប្រហុកខ្ញុំជាប្រហុកឆ្អឹងចឹងស្ងោររៀងយូរបន្តិចបងប្អូនចាដើម្បីឲ្យសាច់ប្រហុកហ្នឹងវារលាយចេញពីឆ្អឹងឲ្យអស់តែបើសិនជាបងប្អូនមានប្រហុកសាច់អីស្រួលបងប្អូនគឺស្ងោរតែមួយភ្លែតទេបានហើយចាតមកទៀតនាងខ្ញុំយកខ្ទឹមក្រហមខ្ទឹមសម្ទេសចាយកមកបកវានឹងលាងវាឲ្យស្អាតហើយបាននាងខ្ញុំយកវាទៅលីងចាគឺលីងឲ្យវាឈ្ងុយហើយបានយកវាមកបុកចាចាបងប្អូនជាធម្មតានាងខ្ញុំធ្វើបុកទឹកគ្រឿងតែងតែធ្វើជាមួយនឹងត្រីស្រស់ត្រីស្រែចាប៉ុន្តែលើកនេះនាងខ្ញុំមកធ្វើជាមួយនឹងត្រីខកំប៉ុងវិញម្ដងចាមានអីបងប្អូនស្រួលធ្វើចាលឿនឆាប់បានញ៉ាំយើងមិនពិបាកនៅអង្គុយបេះឆ្អឹងហើយមួយទៀតហ្នឹងគឺយើងមិនបារម្ភពីឆ្លាក់ឆ្អឹងចាព្រោះអីត្រីខគឺឆ្អឹងវាផុយរលួយហើយយើងញ៉ាំមិនបារម្ភពីឆ្លាក់ឆ្អឹងទេចាហើយសម្រាប់បងប្អូនដែលពិបាករកត្រីស្រស់មកធ្វើនិងបងប្អូនមួយចំនួនគាត់ចាញ់ក្លិនឆ្អាបរបស់ត្រីចាអាចយកត្រីខកំប៉ុងមកធ្វើទឹកគ្រឿងបានចារសជាតិឆ្ងាញ់មិនចាញ់ត្រីស្រស់ប្រហែលទេបងប្អូនចាបន្ទាប់ពីនាងខ្ញុំលីងខ្ទឹមម្ទេសឲ្យឡើងឆ្អិននិងឈ្ងុយល្អហើយនាងខ្ញុំទុកវាឲ្យត្រជាក់សិនចាពេលចូលត្រជាក់បាននាងខ្ញុំយកវាទៅបុកចាហើយបន្ទាប់មកទៀតនាងខ្ញុំក៏ចាប់ផ្ដើមយកបន្លែចាគឺអន្លក់ទាំងអស់ហ្នឹងយកមកលាងនិងចិតសម្អាតវាចាហើយអន្លក់ទាំងអស់របស់នាងខ្ញុំក្នុងថ្ងៃនោះគឺមានច្រើនមុខមែនតើបងប្អូនមានដូចជាប្រលិតត្រសក់ពពាយត្រប់ស្រួយស្ពៃក្តោបត្រួយស្ដៅផ្កាកាផ្លោកចាហើយទឹកគ្រឿងនេះបងប្អូនគឺត្រូវជាងគេទាំងអស់ហ្នឹងគឺផ្កាកាផ្លោកចាសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តផ្កាកាផ្លោកជាមួយទឹកគ្រឿងណាជ្រលក់ត្រូវហើយឆ្ងាញ់មែនតើបងប្អូន
จ้าขนมกาบอกตะเครื่องนี่คือในขยมปลาไตรคอกำปองจำนวนปีกำปองเครื่องเกลือสำหรับบกตะเครื่องในขยมบานเรียบจำรุยรอละหอยจ้าเลยนี่ขยมจับประดามบกตะเครื่องจ้าคือเชียร์ดับโบงนี่ขยมเตยยกมาเตะเติมกระหอมเติมซอได้ในขยมบานดิงช่วยหายนั่นคือยกปีมาบอกไอ้มอดซันจ้าประตบปีเวียบานมอดเราหายบานดิงขยมดะไตรข้อได้ในขยมบานหยิบเวียมันยังบังปอนจ้าประตบปีบกไตรข้อหนึ่งเครื่องหนึ่งโจกนี่บานเราหายเบบเนี่ยขยมบานดะเครื่องซ้ำโดยเชียบีเจนสกอซอจ้าหายจมพูตักไตรหรือดูดีไอ้นี่ขยมเอาตอนดะเตคือในขยมดะตักประหอกโจซันจ้าประตบปีตักประหอกหนึ่งโจซอกนี่ฮะในขยมพลุซันได้จ้าบาสเตอร์ไอ้คือในขยมประทายมันเตียจ้าจ้าสำหรับตะเครื่องนี้ฮะคือเนี่ยขยมเลียเรียงขับบันติดบองปอนจ้าเนี่ยขยมโจเจ็ดยามเรียงขับจ้าเฮาอย่าบัสันเชียบองปอนโจเจ็ดบายไปเรียงเรียวเอ้ยบองปอนอาจดะบันทายตักประหอกอาจารย์เจนังติดเตอร์บานนะจ้า
ស៊ូមកបងទាំងអស់គ្នាចានិយាយជាមួយនឹងម្ហូបអាហាររបស់ពួកខ្ញុំចាម្ហូបឆ្អិនដល់ហើយចាត្រីខកំប៉ុងបាទបុកទឹកគ្រឿងត្រីខកំប៉ុងចាហើយមួយទៀតគឺត្រីឆ្ពិនចាត្រីឆ្ពិនជៀនញ៉ាំជាមួយអំពិលកាច់ច្រាំចាអញ្ចឹងដល់វគ្គញ៉ាំហើយបងប្អូនអញ្ចឹងខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាចាបាទសក់ហើយលក់ស្រស់ចាយកខ្លាំងចាប់ខ្លាំងយកមកបងការផ្លោដាក់ទៀនចាននេះទៅចាជួយញ៉ាំចាគ្រឿងចឹងតញ៉ាំដៃមិនឆ្ងាញ់បងពូមកតិចនៅក្នុងមូដល់ស្រស់ថ្មីជាពិសេសហ្នឹងការអផ្លោបងខ្ញុំទិញពីក្មេងតែគាត់ទឹមបេះចេញពីបឹងមកគាត់ចោលបាច់ដើរលក់ដល់ស្រស់ថ្មីហ្មងគោវាអត់ស្រស់ទេចាថ្ងៃហ្នឹងអត់ញ៉ាំធ្វើបន្លែស្រស់ហើយបន្លែស្រស់អត់រួយស្ដៅគឺខ្ញុំអត់ស្រស់ដែរបងប្អូនបន្លែឆៅចានៅស្រស់វាចាលក់គ្រប់បន្លែតែបងទឹកគ្រឿងត្រីខញ៉ាំទឹកគ្រឿងត្រីស្រស់ម្យ៉ាងចាចាសំខាន់យើងត្រូវរៀងវាឆ្ងាញ់ស្ដាយនេះមានតែត្រួយបងប្អូនអស់ការតាមការនិយមដែរអ្នកខ្លះគាត់ចូលចិត្តញ៉ាំតែត្រួយអ្នកខ្លះថាផ្កាឆ្ងាញ់ជាងបើខ្ញុំចូលចិត្តផ្កាជាងអត់តែបងខ្ញុំចូលចិត្តផ្កាហ្នឹងប៉ុន្តែបើញ៉ាំលក់ខ្ញុំចូលចិត្តត្រួយចាពេលខ្ញុំយើងមានផ្កាឆ្ងាញ់បងចាំខែត្រួយស្ដៅរដូវច្រូតចានៅស្រែប៉ាទូនម្រៃកាលពីចំនួនដូចជា8ជាងកាលហ្នឹងនៅជាទៀគោទៅធ្វើស្រែហ្នឹងយើងបរទៀគោទៅតាមបន្លាយហ្នឹងមានស្ដៅលាស់ចែកហ្នឹងពូមីងដែលអ្នកទៅច្រូតស្រូវឲ្យប៉ាហ្នឹងគាត់នាំគ្នាបេះហ្នឹងតែអត់ទាន់ញ៉ាំឯបេះទុកពេលដែលបាយឆ្អិនដាំបាយជាប់ទឹកពីមុនចាយកទឹកជាប់បាយហ្នឹងយកទៅស្រុកស្ដាក់ការស្ដៅហើយញ៉ាំចាខ្ញុំឮម៉ាក់គាត់ថាធ្វើអញ្ចឹងកាត់វាវិញបានច្រើនជាងទឹកដែលធម្មតាមែនទេបងវាក្តៅខ្លាំងទឹកជាប់បាយយើងណាជាប់ទៅស្រស់វាហ្មងស្រស់ការស្ដៅហ្នឹងអូបងញ៉ាំស្ដៅសតហ្នឹងបន្លែទាំងអស់ត្រូវជាងគេខ្ញុំចូលចិត្តការផ្លោនេះដាក់មកត្រូវហ្មងអ្នកខ្លះឃើញការផ្លោហ្នឹងតែឃើញនំបញ្ចុកវាត្រូវក្នុងនំបញ្ចុកឮគេថាពេលខ្លះគេយកស្លម្ជូរដែរចាប្រតាបងយើងទៅអត់តន់សាកទេអត់តន់បានសាកថតបង្ហាញដល់បងប្អូនទេប៉ុន្តែ
ម៉ាក់ខ្ញុំធ្លាប់ធ្វើឲ្យញ៉ាំ អូ រាយជាមួយនឹងដៃវាបង ដៃផ្លោក ចាដៃផ្លាចាការនៅក្មេងៗផ្ទះខ្ញុំសបោការកផ្លោកនឹងព្រោះក្រោមផ្ទះសិតកផ្លោក ខែទឹក ខែទឹក មិនដែលមកមក ចាអត់សូវហ៊ានញ៉ាំច្រើនទេបងប្អូនត្រួយស្ដៅព្រោះខ្ញុំឮចាស់ចាស់គាត់ថាញ៉ាំត្រួយស្ដៅច្រើនទៅទឹកដោះល្វីង កូនខ្ចី ចាគេឲ្យញ៉ាំចង់ញ៉ាំដែរតែញ៉ាំតិចតួចញ៉ាំមកស្ដាប់នេះស្រួយអត់ត្រីមិនស្រួយ ក៏ដល់ស្រួយឆ្ងាញ់ ឡង ជាពិសេសជ្រូកមួយទឹកត្រីទឹកជ្រូកនេះត្រូវណាបងតែពិតខ្ញុំធ្វើផងដាក់ទឹកត្រីទេដល់ទៅពេលទឹកប្រហុកនៅសល់ពីទឹកគ្រឿងយកមកដាក់មកតែឆ្ងាញ់ឆ្ងាញ់ជាងទឹកត្រីទៀតណា ទៅលក់ទៅត្រូវគ្នា ចាត្រូវគ្នាអត់ប្រៃដូចទឹកត្រីទេទឹកប្រហុកយើងណាវាស្រាលចឹងទៅជ្រូកបានច្រើនណា ហ្នឹងដូចស្រួយនឹងក្រៅ ទេ ពេលខាងហើយទៅ ទៅពីបុកវាហ្នឹង ចាទៅណាស់ ជា ញ៉ាំមកហើយហ្នឹងដាក់អាឡឹកតិចផ្អែមឆ្ងាញ់ទៅហើយនោះ ជួយបាក់ហើយ រសជាតិបុកទឹកគ្រឿងត្រីខឆ្ងាញ់បាទប្លែកខ្ញុំអត់ដែលញ៉ាំនេះទៅលើកទី1បុកទឹកគ្រឿងមួយត្រីខហើយស្រួលធ្វើ ចាស្រួលធ្វើលឿនណាបងប្អូនអត់ពិបាកយូរនឹងអង្គុយបេះឆ្អឹងអីទេ សម្រាប់អ្នកនៅទីក្រុងដែលគាត់ដូចបុកជាពិសេសអ្នកនៅស្រុកក្រាបាទអ្នកនៅប្រទេសដែលពិបាករកត្រីស្រស់ត្រីខ្មែរយើងយកទៅបុកអាចសាកល្បងបុកទឹកគ្រឿងត្រីខ ចាឆ្ងាញ់មិនចាញ់ត្រីស្រស់ទេបងប្អូន បាទសំខាន់យើងផ្សំគ្រឿងវាឲ្យត្រូវយើងធ្វើឲ្យត្រូវរបៀបទៅវាមានរសជាតិឆ្ងាញ់ហើយ ចាហើយនេះខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាចាដែលបានចូលរួមទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe ឲ្យនាងខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនជម្រាបលា